bà số đấy con lọt nia chẳng ngày đấy lục cru miên cây cá bán chay chỉ còng ôi con lọt nia vợ chẳng khu sông bán chay con lọt nia chỉ buồn còng chẳng đã xa đặc nhiều dương tích chẳng mà cắm khu ôi ăn tập tiếp miên chấm nuốt 7 nè chẳng nó so pi nè tiết ai miên còng pi từ tôi bán xem mà chậm buồn nè nè còng pi từ tôi bán xem mà chậm buồn nè nâng còng pi tiết miên xem mà chắc chấm nuốt tập 7 nè tề chẳng con lọt nia châu tam còng đã khu bán trái riêng luôn đằng bay với cây cả ta chẳng các viên sản nào muốn dương riêng viên sản máy để tông được nắng mê riêng bà mê riêng nó sắp ra nó chẳng nói nè bà chẳng là tình phán là khá con nghĩa cái đường trù bà chẳng cho mà đâu ngày nhân đá dương cho mê riêng mấy mê riêng ti pra muối mình cho nó chân thang mà cho bay vơ tụm nè tụm nọ nè chẳng ngày nó nhưng cho đâu mới mê riêng ti pra muối cho bái có tụm nè tụm nọ bà chăng vậy sao bà chăng này nâng đá krum nâng bánh chay ở dưới chị buồn còng nè chăng con cho chị buồn còng đa kru ban chặt tăng chẳng mình là crom tí muối crom tí pí crom tí bay nâng crom tí buồn và kru nâng miên cây cá áo dụ dừng vờ chẳng ở khỉ tầm buồn crom tả nhá con ốc nia châu ta phải lấy chua ní crom tí muối chua ní crom tí pí chua ní crom tí bay nâng chua ní crom tí buồn là kru miên cái ta ao dân quơ cây ca chỉ còng chẳng còng thì muối đâu còng thì muối chẳng dân miên mà nè mà thật là kru miên phơi mà đá hay năng người ta cây ca thì chiết kru làm đá cây ca ao dân cho tam còng thì muối thì muối còng thì phí bà lấy con học nia ban gặp thơ ban cái đá cây cá mà nè muối nâng phớt mà nè một đào chẳng kru ban chay cái học nia hai đáp thủ cần môn nâng phở đằng bay của màu thỏng tí muối nè na chia bật thiên crom nè na nè tổ xe hai nè na đai nè lao màu riêng cá và kru mình này thạc bộ sai sầm nô đã kru đã ao nắng máu ao kru snap còn đôi chia ai mình thẹ nhớ bạn đạp là cái gì đấy ta crom tí muối bao sập phơi phía xa máy nơi tầm qua tí bay sập chất sập rằng bầy ta chẳng bị crom tí muối đâu crom tí bà chẳng bị crom tí muối đâu crom tí buôn xong bao sập phơi phía xa máy nơi tầm qua tí chất sập rằng bầy chẳng kru nâng đã sầm nô pi miền buồn crom chẳng sầm nô crom tí muối nâng crom tí bay sầm nô tí muối đại cái tha bạc đấy là cái ná sập bài chật nát
ពីព្រោះនាងបានទទួលសម្បត្តិមួយច្បាប់ពីម្ដាយមីងដែលនៅបរទេសអញ្ចឹងក្រុមទី1និងក្រុមទី3សំណួរទី1ហើយក្រុមទី2និងក្រុមទី4សំណួរទី2បងប្រុសខ្ញុំបងប្រុសរបស់សុខាបានបាត់ទូរស័ព្ទដៃទៅគាត់ទៅទិញទូរស័ព្ទដៃថ្មីមួយទៀតអញ្ចឹងសំណួរទាំងពីរហ្នឹងយើងមើលមានន័យថាសំណួរទាំងពីរហ្នឹងគឺគេគូបន្ទាត់នៅខាងក្រោមណាអញ្ចឹងយើងមើលថាវេយ្យាករណ៍នៅខាងក្រោមហ្នឹងបង្ហាញពីព្រឹត្តិការណ៍នៃរឿងដូចម្ដេចខ្លះចាំទៀតបាទអរគុណអញ្ចឹងក្រុមទាំង4ហ្នឹងគឺបានបញ្ចប់កិច្ចការទាំងអស់ទាំង4ក្រុមហើយត្រូវអត់បាទអញ្ចឹងកូនស្ម័គ្រចិត្តឬមួយក៏គ្រូឲ្យគ្រូហៅមានន័យថាស្ម័គ្រចិត្តឡើងរាយការណ៍ឲ្យគ្រូបាទអញ្ចឹងក្រុមណាស្ម័គ្រចិត្តមុនបាទអញ្ចឹងក្រុមទី2ស្ម័គ្រចិត្តមុនអញ្ចឹងឡើងរាយការណ៍
សំណួរណាបងប្រុសរបស់សុខាបានជ្រុំបានទូរស័ព្ទដៃអញ្ចឹងចម្លើយដែលគាត់ទទួលបានទី1គេឲ្យដល់ពេលទី1គេជាហេតុដែលគាត់ធ្វើជ្រុំទូរស័ព្ទដៃនោះមានន័យថាគាត់ខ្វែប្រហែលក្នុងការតុបដាក់របស់របបតខ្លួននៅពេលដែលធ្វើដំណើរអញ្ចឹងទៅដល់ចំណុចទី2ដែលគាត់ជាផលមានន័យថាគាត់ទទួលផលអញ្ចឹងគាត់ទៅទិញទូរស័ព្ទថ្មីទូរស័ព្ទដៃថ្មីនៅហាងមួយកន្លែងដើម្បីជាផលមានន័យថាបានទូរស័ព្ទដៃថ្មីដើម្បីមានការប្រស័យទាក់ទងជាមួយអ្នកផ្ទះឪពុកម្ដាយឬមួយក៏មិត្តភក្តិផ្សេងឬរឿងការងារបាទអញ្ចឹងទាំងអស់គ្នាសូមចាក់ដៃអបអរសាទរឲ្យក្រុមទី2ទាំងអស់គ្នាបាទអរគុណនៅកន្លែងបាទចែកបាត់វីដេអូបាទអញ្ចឹងក្រុមទី1សំណួរគេសួរថាប្រាក់នេះលក្ខណៈសប្បាយចិត្តណាស់ពីព្រោះនាងទទួលបានសម្បត្តិមួយច្បាប់ពីម្ដាយមីងនៅបរទេសអញ្ចឹងលក្ខណៈហ្នឹងមានម្ដាយមីងបកតនៅបរទេសអញ្ចឹងម្ដាយមីងបកតបានផ្ញើសម្បត្តិពីបរទេសមកឲ្យឈ្មោះបកតដើម្បីសួរសំតបអញ្ចឹងទី1មានន័យថាសម្បត្តិអញ្ចឹងជាហេតុឬជាព្រឹត្តិការណ៍ខ្ញុំចង់សួរជាវិញបាទអញ្ចឹងនៅពេលដែលគាត់ទទួលជាព្រឹត្តិការណ៍មានន័យថាគាត់បានទទួលសម្បត្តិហ្នឹងណាសម្បត្តិហ្នឹងមានថាសម្បត្តិពីម្ដាយមីងរបស់គាត់បាទអញ្ចឹងក្រុមទី1គឺមានបែបនេះតើមានក្រុមផ្សេងមានចម្ងល់នៅក្នុងក្រុមហ្នឹងអត់បាទចង់សួរសំណួរពីអីអញ្ចឹងបើមានអាចសួរសំណួរក៏គាត់ឆ្លើយបានចង់ព្រោះបញ្ជាក់បន្ថែមទៀតតើមានអត់មានសំណួរអត់បាទបើអត់មានសំណួរទេសូមទះដៃអបអរសាទរឲ្យគាត់មួយអរគុណនៅកន្លែងតាមមានសំណួរសួរនៅក្រុមទី4ណាអត់មានទេអញ្ចឹងក្រុមទី2និងក្រុមទី4ចម្លើយមិនដែរបាទបើគាត់ថាចម្លើយស្របព្រមនិងសមស្របទទួលយកបានអញ្ចឹងតែដៃអបអរសាទរឲ្យមិត្តភក្តិរបស់យើងមួយបាទអញ្ចឹងក្រោយពីគ្រូបែងចែកក្រុមហើយកិច្ចការដែលពួកយើងបានធ្វើពីក្រុមទី1រហូតដល់ក្រុមទី4អញ្ចឹងសំណួរដែលគេចង់សួរដែលចង់បានចម្លើយនោះគឺមាន2ចំណុចសំខាន់ទី1ជាហេតុឬជាផលទី
ទី2ជាផលឬជាព្រឹត្តិការណ៍យើងដឹងឲ្យថាជាហេតុឬជាផលមានន័យថាម៉េចជាហេតុឬជាផលហ្នឹងឬជាមូលហេតុហ្នឹងគឺជារឿងអ្វីមួយណាអ្វីមួយដែលបានកើតឡើងអញ្ចឹងមានន័យថារឿងហ្នឹងមានន័យថាឧទាហរណ៍ថាបងប្រុសសុខាហ្នឹងគាត់ជួបបានទូរស័ព្ទដៃអញ្ចឹងរឿងហ្នឹងជាហេតុឬជាមូលហេតុបាទជាហេតុដែលគាត់មានការធ្វើប្រហែលមិនប្រុងប្រយ័ត្នក្នុងការធ្វើដំណើរហើយទុកដាក់សម្ភារៈណាអញ្ចឹងទី2ព្រឹត្តិការណ៍ឬផលយ៉ាងមានថាជាសមិទ្ធផលដែលកើតឡើងអាស្រ័យដោយហេតុអញ្ចឹងបើគ្មានហេតុទេក៏វាគ្មានព្រឹត្តិការណ៍ឬជាផលឬផលដែរមិនបានថាបើមិនមានហេតុអីវាមិនមែនជាព្រឹត្តិការណ៍ឬជាផលអញ្ចឹងឧទាហរណ៍បើយើងនៅសុខយើងអង្គុយលេងយើងអត់មានធ្វើអីសោះអាហ្នឹងយើងមានហេតុឬមួយក៏មានការងារអីអត់បាទយើងអង្គុយធម្មតាអញ្ចឹងដើម្បីឲ្យមានព្រឹត្តិការណ៍ឬមួយជាហេតុហ្នឹងមានន័យថាឧទាហរណ៍លោកគ្រូទៅផ្សារទិញអីវ៉ាន់បាទស្រាប់តែគ្រូធ្វើដំណើរទៅផ្សារហ្នឹងគ្រូបានដាក់ទូរស័ព្ទក្នុងកប៉ាល់តែចៃដន្យជិះទៅផ្លូវអាលាក់ធ្វើឲ្យជួបបានទូរស័ព្ទដៃណាអញ្ចឹងហ្នឹងមានថាលោកគ្រូមានការប្រហែលដោយមានការទុកដាក់របស់របរត្រឹមត្រូវហ្នឹងជាហេតុការណ៍ដែលគ្រូប្រហែលអញ្ចឹងជាផលដើម្បីជាផលឬជាព្រឹត្តិការណ៍បានអញ្ចឹងគ្រូនឹងធ្វើរកមធ្យោបាយទី1ជាបន្តបកក្រោយដើម្បីរកទូរស័ព្ទដៃឬមួយក៏ខ្ចីទូរស័ព្ទដៃប្រជាពលរដ្ឋដែលនៅតាមហ្នឹងទេទៅលេខរបស់គ្រូទូរស័ព្ទរបស់គ្រូដើម្បីរកបើទេទៅបានប៉ះអ្នកល្អគេរកទុកឲ្យបើប៉ះអ្នកអត់ល្អគេរកឲ្យគេបិទគេយកអញ្ចឹងមានតែវិធីសាស្ត្រអីវិធីសាស្ត្រតែមួយគត់គឺបាទទិញថ្មីណាអញ្ចឹងអាហ្នឹងបើយើងមិនមានហេតុអត់មានផលទេត្រូវអត់អញ្ចឹងបើអត់ជួបបាច់ទូរស័ព្ទហ្នឹងផងយើងមិនបានទិញទូរស័ព្ទថ្មីអញ្ចឹងអាហ្នឹងវាជាហេតុប៉ុន្តែសួរថាតើយើងទាំងអស់គ្នាចង់ឲ្យបាត់បង់សម្ភារៈដែលយើងប្រើប្រាស់អត់បាទអត់ចង់ទេអញ្ចឹងបើវាមានហេតុកើតឡើងដោយចៃដន្យបែបនេះគ្មានពីណាដែលចង់បាត់បង់សម្ភារៈដែលខ្លួនប្រើទេណាអញ្ចឹងមានន័យថាចាស់គាត់តែងតែនិយាយថាអាចចាស់មិនទៅអាថ្មីមិនមកប៉ុន្តែយើងអត់ចង់បាត់បង់អាចាស់ទេយើងចង់រក្សាអាចាស់នៅដដែលហើយទិញថ្មីបន្ថែមអញ្ចឹងចំពោះគ្រូមានតែប៉ុណ្ណឹងអញ្ចឹងអ្នកនរគ្នាមានអីឆ្ងល់ផងចំណុចណាទៀតអត់បាទអញ្ចឹងបើអត់ឆ្ងល់ពេលដែលត្រឡប់ទៅផ្ទះវិញគ្រូមានកិច្ចការឲ្យយើងធ្វើបន្តទៀតបាទនេះមិនស្ទប់